សួស្តីបងបងទាំងអស់គ្នាថ្ងៃនេះមកស្ទូចវត្តភ្នៀតអូត្រីមាត់ច្រើនណាស់អូមាត់អីបាយពុះកន្លែងនេះប្រឡងកូនត្រីពោត្រីមាត់ច្រើនមែនតើហើយចាំមើលលទ្ធផលយើងបានប្រមាណចាំមើលលទ្ធផលបាទមួយបងប្អូនអើយត្រីមាត់ច្រើនមែនតើនៅវត្តភ្នៀតកូនត្រីណាត្រីកថងភ្លើងត្រីរៀលត្រីធំក៏មានមាត់ប្រឡំមួយដែរតែគាត់នៅវាឆ្ងាយពេកអាកន្លែងមាត់ហ្នឹងមានសម្រាប់ថ្ងៃនេះមានបងមកលេងច្រើនណាស់ហើយពេលម៉ោង9ម៉ោង10ហើយគាត់មកលេងច្រើនហើយត្រីមាត់ច្រើនមែនតើខ្ញុំបោះចំកន្លែងវាដែរតែវាអត់ស៊ីវាមិនមានសម្រាប់ពេលអញ្ចឹងវាមាត់នៅតែហ្នឹងវាអត់ចេញក្រៅពីលេងហ្នឹងទេគឺសបោកូនត្រីមែនតើមាត់ឡើងដូចគេស្រះចិញ្ចឹមអញ្ចឹងអ្នកនរឃើញវាលោមាត់ទេបាទសឹកត្រីតែម្ដងហើយថ្ងៃនេះខ្ញុំដាក់ដង3ដើមផ្លែធំ2ផ្លែតូច1នេះបងគាត់មកលេងខាងនេះច្រើនណាចាប់ដើមមកហើយខាងបាយនេះក៏មានដែរមានចិនមកលេងទៀតថ្ងៃនេះបាទហើយជាលទ្ធផលនេះបាទលទ្ធផលយើងសម្រាប់វត្តភ្នៀតហ្នឹងគឺសត្វតែកូនត្រីបាទគឺអត់សូវស៊ីទេខ្ញុំលេងដូចមានសៅបើមានចលៀនសមុទ្រឬក៏ពគាប្រហែលជាស៊ីបាទបាយ